ជានៅយប់ថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025បានចាប់ផ្ដើមបោះអាវុធធុនធ្ងន់ទំនើបមួយចំនួនរបស់ខ្លួនចេញពីព្រំដែនមានចំនួនជាមួយថៃក្នុងនោះរួមទាំងកាំភ្លើងធំស្វ័យប្រវត្តិ SH1 និងកាំភ្លើងធំបាញ់រ៉ុកែត40កាណុងថេប 90B ដែលផលិតនៅប្រទេសចិនក្បួនរថទាដៃពណ៌បៃតងបំពាក់កាំភ្លើងធំទាំងពីរប្រភេទនិងរថយន្តដឹកអាវុធជំនួយផ្សេងទៀតជាច្រើនគ្រឿងដែលត្រូវបានទាញចេញពីទីតាំងជួរមុខនៅខេត្តឧត្តរមានជ័យនិងព្រះវិហារមើលទៅថ្មីស្រឡាងថ្នាំនៅរលើបរលោងដោយទៅចេញពីរោងចក្រវាជាទស្សនវិជ្ជាថ្មីមួយដ៏កម្រនិងទាញចំណាប់អារម្មណ៍ទីក្រុងមជ្ឈដ្ឋានក្រោមការត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍អាស៊ាន AOT SH1 គឺជាកាំភ្លើងធំស្វ័យប្រវត្តិទំហំ155មីលីម៉ែត្រដែលដាក់នៅលើរថយន្តធុនធ្ងន់កង់6 SH1 ត្រូវបានផលិតដោយក្រុមហ៊ុន Norinco របស់ប្រទេសចិនយោងតាមទិន្នន័យពីក្រុមហ៊ុន Norinco ដែលមានផ្សាយជាសាធារណៈ SH1 អាចវាយប្រហារគោលដៅចម្ងាយ40គីឡូម៉ែត្រដោយប្រើគ្រាប់ផ្លោងដែលមានប្រព័ន្ធនាំផ្លូវនិងមានគ្រាប់រ៉ុកែតជាជំនួយវេទិកាសង្គ្រាមដីគោកចុះផ្សាយដោយគេហទំព័រ Yotia Gens នៅឆ្នាំ2024លើកឡើងថាភាពរហ័សរហួននៃប្រព័ន្ធកាំភ្លើងធំ SH1 ត្រូវគេប្រដូចទៅនឹងប្រព័ន្ធ Caesar របស់ប្រទេសបារាំងចំណែក Tape 90B វិញគឺជាប្រព័ន្ធបាញ់កាំជ្រួចថ្មីស្រឡាងដែលមានប្រភពដើមពីប្រទេសចិនផងដែរវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្របានសរសេរក្នុងរបាយការណ៍ស្ដីពីតុល្យភាពយោធាដែលមានផ្សាយជាសាធារណៈថា Tape 90B ផ្ទុករ៉ុកែតទំហំ122មីលីម៉ែត្រចំនួន40កាណុងដែលអាចបាញ់ផ្លោងកាំជ្រួចបាន40គ្រាប់ក្នុងរយៈពេលតិចជាង1នាទីនិងក្នុងចម្ងាយដល់ទៅ40គីឡូម៉ែត្រ Tape 90B គឺជាកំណែទម្រង់ទំនើបដែលផ្អែកទៅលើកាំភ្លើងធំ BM21 ក្រាបរបស់សហភាពសូវៀតក្រៅពីប្រព័ន្ធ